ប្រសិនបើអ្នកអនុវត្តឥរិយាបថទីតាំងនេះជាញឹកញាប់ខ្ញុំសូមផ្ដល់ដំបូន្មានដោយស្មោះត្រង់ឲ្យអ្នកបញ្ឈប់វាឲ្យបានលឿនតាមដែលអាចធ្វើទៅបានគ្មាននរណាម្នាក់និយាយអំពីវាទេប៉ុន្តែវាពិតជាមោទនភាពនិងជាឥរិយាបថមួយដ៏គ្រោះថ្នាក់បំផុតនៅលើពិភពលោកខ្ញុំមិនមែននិយាយអំពីឥរិយាបថដែលទើសទាល់ឬគ្មានសុវត្ថិភាពនោះទេប៉ុន្តែខ្ញុំកំពុងនិយាយអំពីភាពគ្រោះថ្នាក់ពិតប្រាកដពេលដែលខ្ញុំប្រាប់អ្នករឿងនេះគឺដោយសារតែគ្រូពេទ្យឃើញបុរសរាប់រយនាក់មកបន្ទប់សង្គ្រោះបន្ទាន់ជារៀងរាល់ឆ្នាំជាមួយនឹងរបួសដូចគ្នាគឺការបាក់ឆ្អឹងលឹងហើយក្នុងករណីភាគច្រើនមូលហេតុគឺមកពីឥរិយាបថថដែរនេះអ្នកប្រកាសជាស្គាល់ឥរិយាបថនេះហើយព្រោះវាហាក់ដូចជាធម្មតានិងជារឿងធម្មតាទេប៉ុន្តែការពិតវាបង្កើតសម្ពាធយ៉ាងខ្លាំងក្លានិងហិង្សាដែលមិនអាចគ្រប់គ្រងបានហើយប្រសិនបើអ្នកធ្វើវាអ្នកពិតជាត្រូវដឹងពីអ្វីដែលអាចកើតឡើងព្រោះការពិតគឺថានៅពេលដែលការបញ្ចូលភេទខុសពីប្រក្រតីបន្តិចបន្តួចខ្លួនប្រាណអាចពុតដោយហិង្សាមិនចាំបាច់មានចលនាធំឬកម្លាំងខ្លាំងក្លាអីទេគ្រាន់តែខុសមុំឬខុសទល់ឲ្យភាពបន្តិចក៏អាចបណ្ដាលឲ្យមានរបួសធ្ងន់ធ្ងរដែរគ្រូពេទ្យពន្យល់ថាវាស្ថិតនៅក្នុងឥរិយាបថនេះហើយដែលយើងសង្កេតឃើញមានការបាក់ឆ្អឹងច្រើនជាងគេព្រោះមនុស្សនៅពីលើគឺជាអ្នកទម្ងន់ទាំងអស់ហើយបើវាអកុសលខុសទីដៅគឺគ្មានអ្វីទប់ទល់ចលនានោះទាន់ទេផលវិបាកគឺមិនមែនត្រឹមតែឈឺចាប់រយៈពេលប៉ុន្មានថ្ងៃនោះទេវាអាចជាការឈឺចាប់ខ្លាំងភ្លាមដូចជាសម្លេងបែកឬក្រហាយហាមយ៉ាងលឿននិងបាត់បង់ការងើបឡើងរឹងភ្លាមហើយទោះបីជាអ្នកគិតថាវានឹងជាសះស្បើយទៅវិញក៏ដោយក៏វាមិនមែនជារឿងសាមញ្ញនោះដែរព្រោះផ្នែកដែលអាក្រក់បំផុតគឺការព្យាបាលមិនបានល្អអាចនាំឲ្យកើតជំងឺPeyronie's diseaseដែលជាការខូចទ្រង់ទ្រាយឈឺចាប់រ៉ាំរ៉ៃបញ្ហាការងើបឡើងរឹងហើយមនុស្សជាច្រើនដឹងរឿងនេះយឺតពេលពោលគឺច្រើនខែបន្ទាប់ពីមានគ្រោះថ្នាក់កើតឡើងបញ្ហាគឺថាគ្មាននរណាម្នាក់ពន្យល់ពីរឿងនេះទេគ្មាននរណាម្នាក់និយាយច្បាស់ទេថាឥរិយាបថដែលមនុស្សនៅពីលើគឺមានហានិភ័យបំផុតព្រោះវាផ្សំឡើងដោយទម្ងន់បូកនឹងមុំបូកនឹងល្បឿននិងគ្មានលទ្ធភាពកែតម្រូវបានទេបើមានអ្វីខុសប្រក្រតីបន្ទាប់ពីនេះខ្ញុំមិនប្រាប់អ្នកឲ្យឈប់ធ្វើឥរិយាបថនេះទាំងស្រុងទេគ្រាន់តែប្រុងប្រយ័ត្នធ្វើឲ្យយឺតហើយជាពិសេសប្រសិនបើមានចលនាសូមបញ្ឈប់ជាបន្ទាន់ព្រោះវាពិតជាអាចប្រាកដមែនវាចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះព្រោះវាអាចផ្លាស់ប្ដូរជីវិតផ្លូវភេទរបស់អ្នកក្នុងរយៈពេលវែងជាទូទៅខ្ញុំតែងតែធ្វើខ្លឹមសាររចនាប័ទ្មផ្សេងប៉ុន្តែថ្ងៃនេះខ្ញុំត្រូវតែព្រមានអ្នកអំពីរឿងនេះសូមខមមិនពាក្យថាក្បាត់ចាស់ប្រសិនបើអ្នកចាប់អារម្មណ៍ហើយចែករំលែកវីដេអូនេះប្រសិនបើអ្នកយល់ថាវាមានប្រយោជន៍